នៅក្នុងវីដេអូនេះយើងនឹងនិយាយអំពីជំងឺម្យ៉ាងដ៏ចម្លែកដែលធ្វើឲ្យមនុស្សរាំរហូតដល់អស់កម្លាំងហើយរាំរហូតដល់ស្លាប់តែម្ដងហើយរឿងនេះក៏មិនមែនជាទស្សនវិជ្ជាដកស្រង់ចេញពីខ្សែភាពយន្តណានោះដែរប៉ុន្តែវាគឺជាព្រឹត្តិការណ៍ពិតដែលបានកើតឡើងនៅក្នុងកំឡុងរដូវក្តៅឆ្នាំ1518នៅក្នុងទីក្រុង Strasbourg អាឡសាចដែលជាផ្នែកមួយនៃចក្រភពរ៉ូម៉ាំងនៅជំនាន់នោះព្រឹត្តិការណ៍ដ៏ចម្លែកនេះត្រូវបានគេស្គាល់ថា The Dancing Plague រឿងនេះគឺវាបានចាប់ផ្ដើមជាមួយនឹងស្ត្រីម្នាក់ឈ្មោះ Frau Troffea ថ្ងៃមួយនៅក្រោមអាកាសធាតុដ៏ក្តៅស្ត្រីម្នាក់នេះគាត់ក៏បានចាប់ផ្ដើមរាំនៅតាមផ្លូវដែលការរាំនេះមិនមែនជាការរាំដោយភាពរីករាយសប្បាយអីនោះទេប៉ុន្តែជាការរាំដែលមានភាពរំជើបរំជួលមិនឈប់ឈររញ៉េរញ័រមិនច្បាស់លាស់ពាក់ព័ន្ធនឹងមូលហេតុថាតើហេតុអ្វីក៏គាត់ចាប់ផ្ដើមរាំបែបនេះគឺមិនមានកំណត់ត្រាច្បាស់លាស់ណាមកបញ្ជាក់នោះទេហើយនៅរយៈពេលប្រហែលថ្ងៃក្រោយមកចំនួនអ្នករាំដោយគាត់នឹងក៏បានកើនឡើងជាច្រើនរាប់រយនាក់ពួកគាត់ទាំងអស់នឹងគឺរាំទាំងយប់ទាំងថ្ងៃហើយបើទោះបីជាចង់ឈប់ក៏ដោយក៏គាត់មិនអាចឈប់បានដែរវាហាក់បីដូចជារាងកាយរបស់ពួកគាត់ទាំងអស់នឹងមានអ្វីមួយចូលមកសន្ធិដ្ឋអញ្ចឹងតាមដងផ្លូវនៃទីក្រុង Strasbourg គឺបានคล้ายទៅជាឆាកសម្រាប់រាំដ៏គួរឲ្យខ្លាចអ្នកទាំងអស់គ្នាសាកសម័យទៅមើលទស្សនវិជ្ជាមួយដែលមនុស្សរាប់រយនាក់រាំក្រវីក្បាលក្រវីដៃរញ៉េរញ័រដូចមនុស្សត្រូវថ្នាំរញាក់រញ័របែបនេះហើយទស្សនវិជ្ជានេះមិនមែនតែ2 3នាក់នោះទេប៉ុន្តែគឺរាប់រយនាក់ថាតើវាគួរឲ្យរន្ធត់ដល់កម្រិតណាទៅអស់ជាច្រើនថ្ងៃកន្លងទៅពួកគាត់ដែលរាំនឹងគឺចាប់ផ្ដើមនឿយហត់ហើយខ្លះក៏គាំងបេះដូងខ្លះក៏